ទីមួយឃើញជាប្រវត្តិផ្នែកយល់នៅសារ៉ាវិចដែលគាត់តឹងចាំមើលព័ត៌មានពិតអំពីជំហរនយោបាយរបស់គណៈបកសង្គ្រោះជាតិនឹងគាត់បានយល់ច្បាស់មានអ្នកខ្លះទៅនិយាយពីជំហរនយោបាយយើងគុំជ្រាបចឹងតែឥឡូវនេះគាត់យល់ច្បាស់មានជំនឿហើយបងប្អូនយើងនឹងបន្តគ្រប់គ្រងយ៉ាងខ្លាំងក្លាមកគណៈបកសង្គ្រោះជាតិតទៀតដោយយកឈរលើជំហរមួយដែលយើងទៀមទារយុទ្ធធរជំវិញការបោះឆ្នោតនឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋយើងខ្មែរនៅក្រៅប្រទេសគឺនៅតែបន្តផងទី2ខ្ញុំបានជួបជាមួយតំណាងរាស្ត្រនិងសមាជិកប្រតិភិរបស់អាមេរិកជាពិសេសអ្នកដែលមានឥទ្ធិពលអ្នកនយោបាយអាមេរិកក៏គេបានយល់អំពីចំហរបស់គណៈបក្សសង្គ្រោះជាតិហើយគេនឹងតាមមើលនៅសកម្មភាពយ៉ាងយកចិត្តទុកដាក់នៅក្នុងការតស៊ូដោយអហិង្សារបស់គណៈបក្សសង្គ្រោះជាតិដើម្បីទាមទារយុត្តិធម៌ឯនោះផ្ទៃក្នុងនៅកម្ពុជាយើងវិញថាសកម្មនៅសៀមរាបនេះគឺរដ្ឋាភិបាលគេឲ្យធ្វើនៅមុខអង្គរវត្តឬក៏តែដូចនៅទីទាំងនេះយ៉ាងមិនអាចចំហហ្នឹងយើងនៅតែបន្តធ្វើតាមគម្រោងរបស់យើងគឺយើងគម្រោងយើងមានហើយវាគ្រាន់តែជាការជូនដំណឹងទៅរដ្ឋាភិបាលទេហើយរដ្ឋាភិបាលមានកាតព្វកិច្ចដើម្បីរៀបចំស្រួលទៅមិនឲ្យយើងអាចធ្វើបដកម្មបានដោយសន្តិភាពតែខែក្បួន